កាលពីថ្ងៃអាទិត្យហ្នឹងណាអូនបានទៅលេងនៅមាត់សមុទ្រអូនមិនមែនទេគឺមាត់ទន្លេនៅនឹងឥឡូវគេរៀបចំបានស្អាតជាងមុនកាលអូនទៅកាលមុនទឹកទន្លេនឹងពេញឥឡូវទឹកស្រកអស់ហើយតាមមកមើលផ្ការីកឥឡូវផ្កាជ្រុះអស់ម៉ាក់អូនថាស្រេះខ្លាំងពេកនំមកដើរលេងខាងក្រៅខ្លះប៉ុន្តែថ្ងៃហ្នឹងក្តៅខ្លាំងណាស់ម្នាក់មុខណាំងក្រាហមតែម្ដងតុងជាតិនោះតុងជាតិអីម៉ាក់អូនប្រាប់ថាអាហ្នឹងតុងជាតិប្រទេសកម្ពុជាវត្តដែលម៉ាក់អូនថតហ្នឹងឈ្មោះវត្តអនណាឡោមវត្តហ្នឹងស្រស់ស្អាតខ្លាំងមែនទែនមានអាយុកាលជាង600ឆ្នាំហើយគេកសាងនឹងជួសជុលឲ្យមើលឃើញថ្មីថ្ងៃក្រោយតំណេចាំអូនទៅថតទស្សនភាពនៅក្នុងវត្តហ្នឹងឲ្យមើលដោយសារតែវត្តនេះជាវត្តបុរាណពេលអូនដើរទៅអូនឃើញកន្លែងហាត់ប្រាណដំបងម៉ាក់ថាឲ្យហាត់ទេដោយសារតែក្តៅពេកតែដែលពេលអូនសុំពេកទៅម៉ាក់ថាអញ្ចឹងហាត់តិចទៅចឹងមានអីសប្បាយដែរតាមុខនឹងក្រហមតែម្ដងដោយសារតែក្តៅពេកអូនបានសួរម៉ាក់ថាទន្លេនឹងកើតអីបានវាអញ្ចឹងវាកើតមកពីណាហើយណាគេnakយកទឹកមកចាក់នៅនឹងបានវាមានទឹកច្រើនម៉េះទៅម៉ាក់អូនប្រាប់អូនថាអត់មានណាគេធ្វើវាទេហើយក៏អត់មានណាគេយកទឹកមកចាក់ដែរវាកើតឡើងដោយធម្មជាតិម៉ាក់អូនថាអូននឹងពូកែឆ្ងល់ខ្លាំងម្ល៉េះសួរអីប្លែកណាអូនថាមិនអីទេសួរអីច្រើនមកពូកែឆ្ងល់អញ្ចឹងបានឆ្លាតមើលជេជីងកុំទៅស្ទាយឡើងខ្ជូតពេលមកដល់កន្លែងនេះបានដឹងថាផ្កាជ្រុះអស់ហើយអត់ស្អាតដូចមុនទេជ្រុះលើដីអស់ហើយមើលចោលសតែស្រដោផ្កាស្រទាប់ផ្កាបោះចែកជីងវិញឃើញព្រាបដៅយឺចង់ចាប់ព្រាបការពិតព្រាបនឹងឈឺហើយមិនឲ្យចាប់ទេខ្លាចឆ្លងមេរោគវ
វីដេអូមានតែប៉ុណ្ណឹងទេអូនពូមេងមកអូនថតបានតិចនឹងឯងរវល់តែតាមមើលពួកអូនខ្លាចពួកអូនរត់តាណាខ្ញុំចង់ឆ្លៀតថតបានតែបន្តិចនឹងឯងអរគុណច្រើនអូនពូមេងសម្រាប់ការមើលវីដេអូរបស់អូនកុំភ្លេចជួយ follow page និង subscribe YouTube channel ឲ្យអូនម្នាក់មួយផងណាអរគុណច្រើនជម្រាបលា